យឹតតែល្អជាងគេមកសុំចាំមួយផ្លែតផឹកតែផឹកតែសំទើបងបានទៅហូបហើយកន្លងមិនដេកបោះណៃណែនិយាយទៅតើបងស្រឡាញ់អូនឬអត់ស៊ីហ្វាំងបងស្ងោះចំពោះអូនហ្នឹងតើអូនមិនយល់ចិត្តបងទេហីហេតុអីក៏បងប្រងើយនឹងអូនរកអូនក៏មិនដែរឃើញដែរតើបងមិនចាំមករកអូនទេហីកាលពីមុនមិនដែរអញ្ចឹងផងបងនិយាយមែនស៊ីហ្វាំងបងស្រឡាញ់អូនដោយស្មោះហ្នឹងអូនស្រឡាញ់បងទេស៊ីហ្វាំងអូននិយាយទៅមើលបងចង់តាមសិស្សភាពពិតដែលបងត្រូវគេសម្លាប់ប្រហែលជារយៈពេលនេះមិនសូវបានកំដរអូនទេមែនទេចាប់បងត្រូវយ៉ាងទេអូនជឿអីមួយរយៈនេះអសាចាសពខ្លាក្រក់នេះចាសពខៃពឹកអត់មានរឿងអារម្មណ៍អូនចម្លែកនេះមិនអីទេអូឃ្លានហើយនេះមកហូបឲ្យលឿនឡើងអូអចារ្យអចារ្យបងលេងអចារ្យចាដៃបានល្អមែនដៃបានល្អណាស់អូយ1គីឡូហ្នឹងឃើញទេណូអចារ្យមែនបាត់លេងដល់ហើយណូបង1គីឡូទៅបងជុំទៅកាត់ទៅបាក់ណាចឹងបងជាងទៅចាតែយើងមិនដឹងជាគេឥឡូវយ៉ាងម៉េចទៅហើយទេព្រោះតកាពីខ្ញុំគេសុកចិត្តបដោស្លាប់ហើយហេតុអីក៏គេល្អនឹងខ្ញុំយ៉ាងនេះគេដឹងហើយថាខ្ញុំគ្រាន់តែជាអ្នកបម្រើតែគេជាអ្នកខ្ពង់ខ្ពស់នៅដំណាក់លេស៊ីខ្ញុំគួរធ្វើយ៉ាងម៉េចដែរវិបោហើយឥឡូវគេគ្រប់គ្រងការងារទូទៅនៅដំណាក់លាវសេងគេក៏ខ្លាចជាគោលដៅសំខាន់នៃបកក្អែកដែរហើយអ្នកនេះចាំមិនចឹងអត់អីទេអ្នកនេះ
មើលតែអ្នកនាងមិនក៏ទឹកមុខស្លឹកស្លាំងម្លេះប្រហែលថ្ងៃនេះអារម្មណ៍ស្កប់សោះមានអារម្មណ៍ថាដូចជាចិត្តមានរឿងកើតឡើងចម្លែកណាស់ម្សិលមិញខ្ញុំយកសពឃើញពុកមានរឿងអាយ៉ាអ្នកនេះកុំនិយាយផ្ដេសផ្ដាស់លោកម្ចាស់មិនអាចមានរឿងអីទេមកពីមួយរយៈនេះអ្នកនាងសម្រាប់បានស្រួលចាំខ្ញុំគ្រាអ្នកនាងទៅបន្ទប់សម្រាប់វិញមកហើយអ្នកនាងលោកគ្រូពេទ្យអ្នកនាងខ្ញុំមានជំងឺអីដែរហើយមួយរយៈនេះតើគេមានកង្វល់អីទេមួយរយៈនេះគាត់តែងយកសក់ឃើញលោកម្ចាស់ហើយក៏ជួនមួយរយៈនេះអ្នកប្រុសអត់នៅទៀតអញ្ចឹងទៅដល់សាកាបារម្ភជ្រុលពេកបណ្ដោយឲ្យដង្ហើមនឹងឈាមដោះជាបុកជាបល់ណែឥឡូវចេះចុះខ្ញុំបោកត្រាំឲ្យគេត្រូវឲ្យគេផឹកភ្លាមលោកគ្រូពេទ្យតែយូរប៉ុណ្ណាទៅអ្នកនាងខ្ញុំជាវិញហើយនិយាយត្រង់ទៅចុះជំងឺផ្លូវចិត្តត្រូវប្រើទឹកចិត្តមកព្យាបាលត្រាំខ្ញុំបានត្រឹមតែព្យាបាលសុខភាពមិនអាចរំសាយទុកបានទេបើចង់ព្យាបាលឲ្យគេជានោះគឺត្រូវចាំលោកម្ចាស់ធាននៅប្រុសយ៉ាងមកវិញសិនណាអូលោកគ្រូពេទ្យសូមអញ្ជើញសូមអរគុណលោកគ្រូពេទ្យអ្នកនេះតែធ្វើយ៉ាងម៉េចតែខ្ញុំទៅរកលោកម្ចាស់នឹងអ្នកប្រុសណៃណាមនុស្សបាក់ឯងបែងចែកដល់ភ្នំតាវាងភូមិមីងហើយនឹងទីតាំងបណ្ដាំងសេះដើម្បីធ្វើសកម្មភាពសភាពវិច្ឆ័យបានបញ្ជាក់ថាចំនួនពីក្រៅពួកគេបានមកពីភ្នំនេះភ្នំនេះខ្ញុំនោះនៅឬថាដង្កូវធំៗមកកបញ្ហាមិនសូវមានគេតែទេបើអញ្ចឹងគួរសង្ស័យប្រហែលជាមនុស្សបាក់ឯងពួកគេប្រើភ្នំនេះធ្វើជាទីតាំងបណ្ដោះអាសន្នរបស់គេហើយបើអញ្ចឹងស្អែកនេះខ្ញុំនឹងនាំធីលីទៅស៊ើបមើលបាទតែត្រង់កម្លាំងតឲ្យច្រើនមនុស្សបាក់ឯងមួយណាក៏ល្បិចច្រើនដែរប្រហែលជាពួកគេអាចប្រើចិត្តសាស្ត្រពួកយើងរៀបជាអន្ទាក់ដាក់យើងផងក៏មិនដឹងត្រូវហើយលោកមិនប៉ាន់អ្នកនាងធានសុំជួបមែនណាបើអញ្ចឹងថ្ងៃនេះតែប៉ុណ្ណឹងសិនចុះណាណែមកនេះណែយ៉ាងម៉េចទៅហើយហ្នឹងមិនគេចេះតែមិននិយាយស្ដីមានរឿងអីអ្នកនាងខ្ញុំឈឺហើយគឺឈឺដោយសារតែអ្នកប្រុសតែខ្ញុំបែរជារកអ្នកប្រុសមិនឃើញបាទហើយកុំទៅបារម្ភអីបើនាងទះសាពេករហូតដល់ទៅឈឺនោះតែបាននរណាមើលថែរក្សានាងទៅតែខ្ញុំបារម្ភពីអ្នកនាងមែនណាអ្នកនាងធានយ៉ាងម៉េចទៅហើយអ្នកនាងគាត់ឈឺធ្ងន់សូម្បីគ្រូពេទ្យគាត់ថាគ្មានជួបបាយដែរគ្រូពេទ្យថាជំងឺ